ខ្ញុំសង្កេតឃើញថាអ្នកដែលគាត់ចូលចិត្តលេងសើចច្រើនគាត់ផ្ដល់ស្នាមជាមួយអ្នកដទៃពីច្រើនពួកគាត់កំសត់ពួកគាត់រៀងឯកាហើយបើអ្នកមនុស្សមួយចំនួនដែលខ្ញុំស្គាល់ជីវិតគ្រួសាររបស់គាត់ហ្នឹងពិបាកហ្មងនិយាយទៅស្ដាប់ហើយគឺអត់សមនឹងអត្តពលដែលគាត់បង្ហាញមកគាត់សប្បាយគាត់បង្ហាញស្នាមជាមួយអ្នកដទៃប៉ុន្តែដល់ពេលbackground របស់គាត់ហ្នឹងគឺឡើង touching មែនតើហើយមនុស្សខ្លះទៀតសប្បាយទៅមុខយើងទៅខូចខ្នងកាត់ទុកសែតយំអីក៏មានដែរអ្នកខ្លះសប្បាយតែពេលទៅខូចទៅគួយសែតគួយខូចចិត្តវិញក៏មានដែរដល់ពេលយើងទៅមនុស្សមួយចំនួនក៏គិតថាគាត់ទៅបែបចេះសែតចេះខូចចិត្តតែបើឃើញសប្បាយរាល់ថ្ងៃតែក៏ប៉ុន្តែមិនមែនទេគ្មានទេ background គ្នាឡើងកំសត់គ្នាឡើងឯកាតែពួកគាត់ចូលចិត្តសប្បាយនិយាយទៅពេលដែលទៅជួបជុំទៅចូលចិត្តដល់សានវិញមកទៅជួបវិញខ្លួនតែទៅសាពួកគាត់ background របស់គាត់គឺរឹងមាំអានេះខ្ញុំធ្លាប់ជួបមនុស្សមួយចំនួនច្រើនដែរដែលគាត់ចូលចិត្តសប្បាយតែដល់ពេលជួបខ្លួនខូចខ្នងផ្សេង strong